សួស្តីកូនសិស្សទាំងអស់គ្នាថ្ងៃនេះលោកគ្រូមកធ្វើមេរៀនមួយទៀតអំពីការដែលយើងផ្ដាច់កូដតនាមនិងនាមចាញ់អំពីគ្នាអញ្ចឹងថ្ងៃមុនលោកគ្រូបានធ្វើវីដេអូមួយដែលយើងបញ្ចូលកូដតនាមនិងនាមឲ្យនៅក្នុងជួរតែមួយឥឡូវថ្ងៃនេះលោកគ្រូមកបង្រៀនឲ្យសិស្សក៏ដូចជាអ្នកគ្រូលោកគ្រូទាំងអស់បានដឹងអំពីតែការផ្ដាច់កូដតនាមទាំងនាមចេញពីគ្នាម្ដងវិញអញ្ចឹងកុំឲ្យយើងខាត់ពេលយូរយើងត្រូវផ្ដាច់កូដតនាមឲ្យចេញពីនាមអញ្ចឹងយើងត្រូវការ cell មួយ column មួយទៀតយើងត្រូវមកស្ដាំយក insert មកតនេះយើងដាក់ថានាមមកនេះតនេះនាមមកយើងអាច copy យកមកដាក់ក៏បាននេះយើងអាចលុបនឹងនេះក៏បានអញ្ចឹងកូដតនាមនាមអញ្ចឹងយើងផ្ដាច់ចាញ់ពីគ្នាចុះដើម្បីយើងផ្ដាច់បានយើង select មក select យកមកហើយយើងចូលទៅកាន់ data យើងយក test to column យើងយក next ត្រង់តំណេះបើយើងមិនទាន់គ្រីស space ទេយើងគ្រីស space យើងយក next ហើយយើងគ្រីសយកត្រង់ test រួចយើង finish ទៅវាចេញអញ្ចឹងគឺចុច OK មកអញ្ចឹងឃើញថាកូដតនាមនិងនាមបានចេញអំពីគ្នាហើយអញ្ចឹងយើងរៀបចំឲ្យស្អាតទៅណាវងវិរៈព្រេករស្មីរាដាវីអីហ្នឹងបានឃើញវាចេញពីគ្នាស្អាតអញ្ចឹងហើយវីដេអូនេះបើយល់ថាមានប្រយោជន៍ចូលឲ្យលោកគ្រូអ្នកគ្រូដូចជាសិស្សានុសិស្សទាំងអស់ដែលក្នុងក្រុមក្តីក្រៅក្រុមក្តីហើយជួយ subscribe និងជួយ share ដើម្បីឲ្យវីដេអូនេះបានទៅឃើញដល់អ្នកដែលមានបំណងចង់ចេះផងហើយក៏ដើម្បីបានវីដេអូថ្មីៗអំពីលោកគ្រូផងសូមអរគុណ